មនុស្សដែលមានលក្ខណៈទាំង3នេះគឺជាផ្កាយសំណាងតែណាក៏មានគេស្រឡាញ់ចូលចិត្តលក្ខណៈទាំងនេះជួយបុគ្គលម្នាក់ឲ្យក្លាយជាមនុស្សដែលនាំមកនូវសំណាងដល់អ្នកដទៃដូច្នេះគ្រប់ទីកន្លែងដែលពួកគេនឹងត្រូវបានស្វាគមន៍និងគោរពមានពេលខ្លះក្នុងជីវិតដែលអ្នកស្រាប់តែជួបនរណាម្នាក់ដែលធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាលនៅពេលឃើញដំបូងក៏មានពេលខ្លះដែរនៅក្នុងក្រុមដែលពោពេញដោយសម្ពាធគ្រាន់តែរូបរាងរបស់នរណាម្នាក់ធ្វើឲ្យបរិយាកាសកាន់តែរីករាយនិងវិជ្ជមានភ្លាមពួកគេមិនចាំបាច់ព្យាយាមអួតអាងមិនចាំបាច់និយាយច្រើនទេប៉ុន្តែមនុស្សគ្រប់គ្នាចង់នៅក្បែរពួកគេចង់សហការចង់ស្ដាប់ថែមទាំងចង់ប្រាប់រឿងដ៏ជ្រាលជ្រៅបំផុតមនុស្សបែបនេះហៅថាផ្កាយសំណាងពីព្រោះគ្រាន់តែប្រាស្រ័យតាក់ទងជាមួយពួកគេបន្តិចបន្តួចអ្នកនឹងមានអារម្មណ៍សប្បាយរីករាយមានសុទិដ្ឋិនិយមជាងមុនហើយជួនកាលថែមទាំងជួបប្រទះនឹងភាពជោគជ័យដែលមិននឹកស្មានដល់ទៀតផងរឿងគួរឲ្យចាប់អារម្មណ៍នោះគឺថាសំណាងមិនមែនជារឿងធម្មជាតិឬត្រូវបានប្រពេញចិត្តនោះទេប៉ុន្តែភាគច្រើនមកពីចរិតលក្ខណៈរបស់ពួកគេប្រសិនបើអ្នកមានលក្ខណៈទាំង3ខាងក្រោមនេះវាអាចទៅរួចណាស់ដែលអ្នកក៏ជាផ្កាយសំណាងនៅក្នុងក្រសែភ្នែករបស់អ្នកនៅជុំវិញអ្នកដោយមិនដឹងខ្លួន1មនុស្សដែលតែងតែមានថាមពលវិជ្ជមានមិនថាស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយប្រហែលជាមនុស្សគ្រប់គ្នាធ្លាប់បានឮពាក្យស្លោកថាការនៅជុំវិញមនុស្សវិជ្ជមានខ្ញុំខ្លាចជាមនុស្សវិជ្ជមានដែរថាមពលគឺជាអ្វីមួយដែលរីករាលដាលខ្លាំងជាងពាក្យសម្ដីទោះបីជាមនុស្សម្នាក់មិនសិស្សកម្មក៏ដោយប៉ុន្តែនៅពេលដែលពួកគេមានវិធីនិយាយដោយសុភាពរាបសារសប្បុរសនិងស្ងប់ស្ងាត់គ្រាន់តែរូបរាងរបស់ពួកគេគឺគ្រប់គ្រាន់ដើម្បីជួយអ្នកដទៃឲ្យមានអារម្មណ៍សុវត្ថិភាពមនុស្សដែលមានថាមពលវិជ្ជមានមិនតែងតែសប្បាយចិត្តនោះទេពួកគេក៏ជួបប្រទះនឹងការលំបាកអស់កម្លាំងនិងការខកចិត្តដោយអ្នកដទៃដែរភាពខុសគ្នាគឺថាពួកគេមិនអនុញ្ញាតឲ្យអារម្មណ៍អវិជ្ជមានគ្រប់ដណ្ដប់ពួកគេទេហើយពួកគេមិនបញ្ជូនភាពទុតិធនិយមនោះទៅអ្នកដទៃឡើយពួកគេមានសមត្ថភាពគ្រប់គ្រងអារម្មណ៍របស់ពួកគេដោយខ្លួនឯងនិងស្វែងរកដំណោះស្រាយជំនួសឲ្យការត្អូញត្អែរឬស្ទេបន្ទោសមនុស្សដែលមានថាមពលវិជ្ជមានច្រើនតែមានទម្លាប់3យ៉ាងពួកគេសួរសំណួរជំនួសឲ្យការវិនិច្ឆ័យពួកគេស្វែងរកទិសដែលជំនួសឲ្យការរិះគន់ពួកគេរក្សាភាពស្ងប់ស្ងាត់ជំនួសឲ្យការពង្រីកបញ្ហានោះហើយជាមូលហេតុដែលនៅក្នុងក្រុមឬគ្រួសារមនុស្សពិតជាចូលចិត្តឲ្យពួកគេនៅជុំវិញនៅពេលដែលអ្នកដទៃមានបញ្ហាពួកគេមិននិយាយពាក្យអបន្ទោសទេប៉ុន្តែដឹងពីរបៀបបង្កើតអារម្មណ៍សុខស្រួលពិតប្រាកដពេលធ្វើការជាមួយគ្នាពួកគេបង្ហាញពីគំនិតផ្ដួចផ្ដើមនិងស្មារតីនៃអ្វីគ្រប់យ៉ាងមានដំណោះស្រាយពេលអង្គុយជែកគ្នាពួកគេនាំមកនូវអារម្មណ៍កក់ក្ដៅនិងសុវត្ថិភាពពេលខ្លះសំណាងមិនមែនជាការឆ្នះឆ្នោតឬទទួលបានឱកាសដ៏អស្ចារ្យនោះទេប៉ុន្តែជាការជួបមនុស្សត្រឹមត្រូវនៅពេលវេលាត្រឹមត្រូវ2មនុស្សដែលមានចិត្តបាក់ចំនិងតែងតែប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាដោយស្មោះមនុស្សដែលមានចិត្តស្មោះត្រង់សប្បុរសនិងអត់លន់តែងតែជាអំណោយដ៏កម្រនៅក្នុងសម័យកាលដ៏មមាញឹកនេះអ្វីដែលធ្វើឲ្យពួកគេក្លាយជាផ្កាយសំណាងរបស់អ្នកដទៃគឺសេចក្តីសប្បុរសដែលបញ្ចេញដោយធម្មជាតិដោយមិនបង្ហាញដោយគ្មានប្រាក់ចំណេញនិងមិនរំពឹងអ្វីមកវិញពួកគេជួយនៅពេលដែលពួកគេអាចធ្វើបានចែករំលែកនៅពេលដែលចាំបាច់ស្ដាប់នៅពេលដែលអ្នកដទៃមានការភ័ន្តច្រឡំនិងតែងតែរក្សាអកប្បកិរិយាគោរពចំពោះគ្រប់ទស្សនៈទាំងអស់អ្វីដែលសំខាន់បំផុតនោះគឺពួកគេមិនប្រើពាក្យសម្ដីដើម្បីធ្វើឲ្យនរណាម្នាក់ឈឺចាប់នោះទេហើយពួកគេមិនប្រើបញ្ញាដើម្បីធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាតូចតាចនោះឡើយជាមួយពួកគេអ្នកអាចធ្វើជាខ្លួនឯងដោយមិនបារម្ភអំពីការត្រូវបានវិនិច្ឆ័យសេចក្តីសប្បុរសនោះក៏ត្រូវបានបង្ហាញនៅក្នុងសមត្ថភាពក្នុងការមើលឃើញភាពល្អនៅក្នុងអ្នកដទៃផងដែរពួកគេមិនរើសអើងមិនជីកកាយកំហុសអតីតកាលមិនមើលឃើញចំណុចខ្សោយរបស់អ្នកដទៃជាអាការដើម្បីអួតអាងផ្ទុយទៅវិញពួកគេមានឆន្ទៈក្នុងការសរសើរនៅពេលវេលាត្រឹមត្រូវលើកទឹកចិត្តនៅកន្លែងត្រឹមត្រូវនិងជួយអ្នកដទៃឲ្យមើលឃើញតម្លៃផ្ទាល់ខ្លួន3មនុស្សបំផុសគំនិតដោយសកម្មភាពមិនមែននិយាយតែមាត់មនុស្សមួយចំនួនគ្រាន់តែនិយាយមួយប្រយោគដើម្បីធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាមានសម្ពាធកាន់តែខ្លាំង